បញ្ហាស្ទះស៊ីហ្វុងបន្ទប់ទឹកនេះគឺជាប្រភេទផ្ទះជួលដោយសារការប្រើប្រាស់ទុយោគឺរួមគ្នាពីលើមកច្រើនហើយអញ្ចឹងធ្វើឲ្យមានខ្លាញ់ធម្មតាបន្ទប់ជួលគឺគាត់លាងចានអីវាចាក់ចូលគឺក្រុមជាងកំពុងតែសម្អាតយើងអត់កោះអត់កាត់ទេយើងជួសជុលតាមបែបបច្ចេកទេសខ្មៅលេសនេះគឺសិតតែខ្លាញ់ណាអូឃើញសតិចនឹងខ្លាញ់ហ្នឹងគឺស្ទះណែននេះបានហូរខ្លះសម្រាប់បងប្អូនមានបញ្ហាស្ទះបន្ទប់ទឹកស្ទះស៊ីហ្វុងស្ទះស៊ីងលាងចានស្ទះប្រព័ន្ធអាចទាក់ទងបានតាមរយៈលេខ Telegram នេះមិនថាបន្ទប់ជួលផ្ទះជួលឬក៏បុរីអីទេគឺយើងខ្ញុំមានសេវាកម្មជួសជុលនៅក្នុងរាជធានីភ្នំពេញអានេះបន្ទាប់ពីយើងជួសជុលហើយគឺទឹកហូរធម្មតាវិញបងប្អូនអាចទាក់ទងបានតាមរយៈលេខ Telegram នេះសេវាកម្មនៅក្នុងរាជធានីភ្នំពេញ